Good to see you again. In this video, we're gonna learn about words and phrases related to buying phone. នៅក្នុងវីដេអូនេះយើងនឹងរៀនពាក្យនិង clear ទាក់ទងនឹងការទិញទូរស័ព្ទ សូមសិក្សាពាក្យពិបាកជាមុន First of all, let's learn important words. Negotiation. Negotiation ការចរចាគ្នាជាកិរិយាសព្ទ negotiate warranty inquiry warranty inquiry សំណួរដែលតាក់ទងនឹងការធានានេះមានន័យថាការធានាដែលតាក់ទងនឹងរឿងទូរស័ព្ទការធានាឬក៏បានធានាប៉ុន្តែវាអត់មានពាក្យបានទេប៉ុន្តែវាស្ថិតនៅក្នុងពាក្យធានារ៉ាប់រងនឹងប៉ុន្តែបើធានារ៉ាប់រងអាយុជីវិតគេប្រើពាក្យ insurance ផ្សេងតែនេះការធានាតាក់ទងនឹងរឿងខូចខាតម៉ាស៊ីនមិនល្អមានបញ្ហាត្រង់ណាមួយនៃទូរស័ព្ទនៃម៉ាស៊ីនទូរស័ព្ទអញ្ចឹង warranty inquiry installment plan ជានាមគម្រោង plan នេះគម្រោង installment ការបង់រំលោះអញ្ចឹងគម្រោងបង់រំលោះ manufacturer's warranty ការធានារបស់អ្នកផលិតឬក៏រោងចក្រផលិតឬក៏ក្រុមហ៊ុនផលិត manufacturer's warranty again negotiate warranty inquiry installment plan manufacturer's warranty feature ទ្រង់ទ្រាយឬក៏រូបរាង long battery life life អាយុ battery អាគុយឬក៏ថ្ម long វែងអញ្ចឹងជីវិតអាគុយជីវិតថ្មវែងមានន័យថាកម្លាំង life បើនិយាយពីអាគុយឬក៏ថ្មវាទៅជាកម្លាំងវិញមិនមែនជាជីវិតទេអញ្ចឹងកម្លាំងឬក៏ថាមពលថ្មកាន់បានយូរ long battery life គ្រាន់តែរំលឹកឡើងវិញថា installment plan នេះគម្រោងបង់រំលោះនេះវាអាចនឹងមានពាក្យដែលតាក់ទងទៀតគឺថា pay monthly បើយើងនិយាយជាក់ស្ដែងថារំលោះយ៉ាងម៉េចជួនកាលគេបង់ប្រចាំខែភាគច្រើនណាមិនជួនកាលភាគច្រើនគម្រោងគឺប្រចាំខែមិនសូវប្រចាំអាទិត្យទេឬក៏មិនសូវប្រចាំថ្ងៃទេអញ្ចឹង pay monthly នេះជា verb តែម្ដងគឺបង់ប្រចាំខែដល់ពេលនេះគម្រោងបង់រំលោះ installment plan extend ពន្យាឬក៏បន្លាយពន្យាថ្ងៃបន្លាយពេលវេលាអីចឹងទៅ proceed បន្តឬក៏បោះជំហានទៅមុខ feature long battery life installment plan pay monthly extend proceed issue ពាក្យនេះស្មើនឹង problem ឬក៏ error មានន័យថាបញ្ហាឬក៏ករណីអ្វីមួយដែលកើតឡើង original packaging package មិន package ទេ packaging original packaging ការវិចខ្ចប់ដែលស្ថិតនៅទ្រង់ទ្រាយដើមមានន័យថាដូចជាប្រអប់ទូរស័ព្ទមួយ គ្រឿងក្រៅទាំងអស់ហ្នឹងវាដូចទៅនឹងអ្វីដែលទើបតែទាំងទិញថ្មីហ្នឹងវាអត់មានខូចខាត
វាអត់មានរបករលាត់អីទាំងអស់នៅថ្មីសុទ្ធតែម្ដងគេហៅថា original packaging អូខេនេះជាការសន្ទនារវាង customer ហើយនិង seller customer និយាយមុនអ្នកអតិថិជនគាត់មករកទិញទូរស័ព្ទ Hi I'm looking for a smartphone Hi I'm looking for a smartphone សួស្តីខ្ញុំកំពុងរកមើលទូរស័ព្ទមួយទូរស័ព្ទឆ្លាតវៃមួយអ្នកលក់ salesperson Sure Are you looking for a specific brand or features Sure បានមានអីមានតើទូរស័ព្ទមាន Are you looking for a specific brand or features Are you looking តើអ្នកកំពុងរកមើល looking for កំពុងរកមើល a specific brand ម៉ាកជាក់លាក់ណាមួយ or features ឬក៏ទូរស័ព្ទដែលមានរាងរៅពិតប្រាកដជាក់លាក់ណាមួយចង់បានដូចថា iPhone ពណ៌ខ្មៅពណ៌ទឹកប្រាក់ឬក៏រាងរៅម៉ូដម៉ាកមិនដែលជាក់លាក់មួយចង់បានមួយណាឲ្យពិតប្រាកដI need a phone with a good camera and long battery life. I need a phone with a good camera and long battery life. ខ្ញុំត្រូវការទូរស័ព្ទដោយមាន with នឹងពេលខ្លះថាជាមួយពេលខ្លះថាដោយមានកាមេរ៉ាល្អ a good camera and long battery life ហើយនឹងថាមពលថ្មកាន់បានយូរI recommend the XYZ Phone 12. I recommend the XYZ Phone 12. ខ្ញុំសូមណែនាំទូរស័ព្ទម៉ាក XYZ 12. It has a 64 megapixel. It has a 64 megapixels. នេះ megapixel ជាຂະຫນາດរបស់កាមេរ៉ា64 megapixels camera and a 5000 milliampere hours milliampere MA ហ្នឹងគេហៅ milliampere ampere គេយកតែ A គេអត់យក P មកទេអញ្ចឹង milliampere ហើយ hour milliampere hour battery ខ្ញុំសូមណែនាំទូរស័ព្ទម៉ាក XYZ 12វាមានកាមេរ៉ាកម្រិត64 megapixel ហើយនឹងថាមពលថ្ម 5000 milliampere ក្នុង1ម៉ោង Sounds good How much is it Sounds good Sound ប្រែថាសំឡេងប៉ុន្តែជា verb ថាស្ដាប់ទៅស្ដាប់សំឡេងនឹងទៅស្ដាប់ពាក្យសម្ដីរបស់អ្នកនឹងទៅគឺល្អ How much is it តម្លៃប្រមាណទៅIt's $699 វាគឺតម្លៃ$699 It's $699 But we have a special installment plan But we have a special installment plan ប៉ុន្តែយើងមានគម្រោងបង់រំលោះពិសេស If you'd like to pay monthly If Jude like to play monthly if you'd like to play monthly ប៉ុន្តែយើងមានគម្រោងបង់រំលោះពិសេសប្រសិនបើអ្នកចង់បង់ប្រចាំខែអញ្ចឹង$699នេះបើសិនអ្នកចង់បង់រំលោះប្រចាំខែយើងមានគម្រោងពិសេសចង់និយាយថាចុះតម្លៃអីចឹងទៅThat's a bit expensive. That's a bit expensive. នោះគឺរៀងថ្លៃបន្តិចហើយ a bit បន្តិច Do you have any discounts? Do you have any discount? មានបញ្ចុះតម្លៃអ្វីខ្លះទេ Since you're a new customer, I can offer you a 10% discount. Since you're a new customer, I can offer you a 10% discount. Since នេះបាទធម្មតាប្រែថាតាំងពីប៉ុន្តែក្នុងន័យនេះថា
ដោយសារតែអ្នកដូចជា because វិញដោយសារតែអ្នកមានន័យថាតាំងពីណាពីណីមកតាំងពីចូលតាំងពីព្រឹកមកគឺអ្នកជាអតិថិជនថ្មីឬក៏តាំងពីមុនមកខ្ញុំមិនដែលឃើញមកទិញអញ្ចឹងទីជាអតិថិជនថ្មីអញ្ចឹងដោយសារតែអ្នកជាអតិថិជនថ្មី I can offer you ខ្ញុំអាចផ្ដល់ជូន offer you នេះផ្ដល់ជូនអ្នកនៅតម្លៃចុះ 10% That helps អូនោះរៀងគ្រាន់បើបន្តិចរៀងជួយឲ្យបានតម្លៃធូរបន្តិចអញ្ចឹង What about the warranty ចុះចំណែកការធានាយ៉ាងម៉េចដែរ It comes with a 1-year manufacturer's warranty. It comes with a 1-year manufacturer's warranty. It comes នេះបើបកធម្មតាថាវាមកជាមួយចឹងនិយាយថាទូរស័ព្ទនឹងអ្នកផលិតនឹងផ្ដល់នៅការធានា1ឆ្នាំស្រេចតែម្ដងពីរោងចក្រមក It comes with a 1-year manufacturer's warranty បើបកសម្បាញ់ថាវាមកជាមួយនឹងការធានារបស់រោងចក្រ1ឆ្នាំអញ្ចឹងមានថាទូរស័ព្ទហ្នឹងគឺមានការធានាពីរោងចក្រ1ឆ្នាំស្រេចតែម្ដងបើយកទៅប្រើខូចម៉ាស៊ីនខូចអ្វីរលត់ដោយអត់មានប៉ះពាល់អីសម្រាប់រលត់ឯងហ្មងគឺធានាសងវិញឬក៏ធានាបដូរឬក៏ជួសជុលជូនគឺក្នុងកំឡុងពេល1ឆ្នាំ But you can add an extended warranty for an extra $50. But you can add an extended warranty for an extra $50. But you can add បន្ថែមប៉ុន្តែអ្នកអាចបន្ថែម an extended warranty ការធានាដែលបន្លាយរយៈពេលមានន័យថាបើ1ឆ្នាំអញ្ចឹងបន្លាយឲ្យបាន1ឆ្នាំកន្លះឬក៏ប្រហែលខែទៅមុខទៀតចំពោះតម្លៃ$50បន្ថែមប៉ុន្តែអ្នកអាចបន្ថែមការពន្យានៃការធានានឹងសម្រាប់តម្លៃ$50បន្ថែមវាលើសពី1ឆ្នាំទៅទៀតបើអ្នកចង់បានឲ្យបានយូរជាងនឹងទៀតសូមបង់$50បន្ថែមI think I'll take the phone without the extended warranty. I think I'll take the phone without the extended warranty. ខ្ញុំគិតថាខ្ញុំនឹងទិញទូរស័ព្ទនេះឬក៏នឹងយកទូរស័ព្ទនេះដោយមិនចាំបាច់ការពន្យាពេល warranty ទេការបន្លាយរយៈពេល warranty ទេ No problem គ្មានបញ្ហាទេអញ្ចឹង Let's proceed with the checkout. Let's proceed with the checkout ដូច្នេះសូមបន្តទៅការគិតលុយនៅកន្លែងត្រួតពិនិត្យតម្លៃចេញអូខេឥឡូវនេះមកដល់ជួប cashier អ្នកគិតលុយ Your total after the discount is $629.10 Your total តម្លៃសរុប after the discount ក្រោយពេលបញ្ចុះតម្លៃ 10% នៅសល់629អញ្ចឹងពី699មកដល់629 How would you like to pay តើអ្នកចង់បង់ថ្លៃរបៀបណាដែរដោយកាតដោយលុយសុទ្ធឬក៏ដោយអ្វីដែរ I'll use my credit card ខ្ញុំនឹងបង់តាមរយៈ credit card Please insert or tap your card ដូច្នេះសូមសោកកាតឬក៏ប៉ះកាតរបស់អ្នកទៅនឹងម៉ាស៊ីននេះ Done រួចរាល់ហើយ Payment approved ការបង់ថ្លៃរបស់អ្នកបានទទួលជោគជ័យហើយ Here's your receipt and warranty details Here's your receipt នេះគឺជាវិក័យប័ត្ររបស់អ្នកហើយនឹងព័ត៌មានលម្អិតអំពីប័ណ្ណធានាអំពីការធានា Thank you. If I have issues with the phone, can I return it? អរគុណអ្នកហើយ If I have issues បើសិនជាខ្ញុំមានបញ្ហាអ្វី with the phone ជាមួយនឹងទូរស័ព្ទមានន័យថាទូរស័ព្ទហ្នឹងបើមានបញ្ហាអីលុតម៉ាស៊ីនឬក៏
ស្រាប់តែប្រើបាន1 ម៉ោងស្រាប់អស់ថ្មលីងអញ្ចឹងមានន័យថាថ្មនឹងអន់ទេ Can I return it តើខ្ញុំអាចយកវាមកវិញបានទេបកគលវាមកវិញបានទេចង់និយាយអញ្ចឹង Yes you have 14 days for returns as long as the phone is unused and in its original packaging Yes you have 14 days for returns as long as the phone is unused and in its original packaging ចាអ្នកអាចយកមកវិញបានក្នុងកំឡុងរយៈពេល14ថ្ងៃមានន័យថាពីនេះទៅដល់14ថ្ងៃអាចយកត្រឡប់មកវិញបានដរាបណាទូរស័ព្ទហ្នឹងមិនប្រើប្រាស់អ្វីទេមានន័យថាមានបញ្ហាភ្លាមកុំឲ្យប្រើប្រាស់បន្តអញ្ចឹងក្នុងរយៈពេល14ថ្ងៃយកមកភ្លាមមកកុំឲ្យចេះតែប្រើប្រាស់បន្តអញ្ចឹងទៅគេមិនអាចដូរឲ្យទេនៅសល់ត្រឹមអីនៅសល់ត្រឹមបានធានាអាចនឹងជួសជុលអីបានប៉ុន្តែឲ្យដូរឲ្យមិនដូរទេព្រោះអីគេមានកម្រិតដូរគឺ14ថ្ងៃហើយកុំឲ្យប្រើប្រាស់អ្វីគេថាបើខូចបញ្ហាណាមួយហើយគឺរក្សាទុកក្នុងប្រអប់នឹងនៅឲ្យដូចថ្មីចឹង and in its original packaging ហើយស្ថិតក្នុងការវិចខ្ចប់ដូចដើម original packaging នៅថ្មីនៅវិចខ្ចប់អីដូចដើមអញ្ចឹងបើហួស14ថ្ងៃយកមកវិញស្ថិតនៅក្នុងការជួសជុលម៉ាស៊ីនម្ដងលែងដូរថ្មីជូនហើយ Got it thanks for your help ទទួលបានអរគុណច្រើនសម្រាប់ការជួយឬក៏ការជួយណែនាំការជួយប្រាប់អីចឹងជាដើមអញ្ចឹងលក្ខខណ្ឌនេះនៅក្នុងផ្សារជាទូទៅបើនៅស្រុកខ្មែរនៅពេលដែលយើងទិញទូរស័ព្ទពេលខ្លះមានបានធានាហើយពេលខ្លះទៀតក៏អត់វាអាស្រ័យទៅលើការសួរនាំការចរចាគ្នារវាងអ្នកលក់និងអ្នកទិញបើក្រុមហ៊ុនគេច្បាស់លាស់ធំដុំគេមានបានធានាក៏ដោយក៏មិនមែនថាយើងយកទៅធ្វើឲ្យជ្រុះធ្វើឲ្យបែកហើយឲ្យគេធានាទេមិនទេគឺយើងប្រើស្រាប់តែវារលត់វាអីដោយខ្លួនឯងដោយមិនមែនយើងធ្លាក់យើងអីទេគេអាចដូរឲ្យបានភ្លាមអញ្ចឹងទៅប៉ុន្តែបើលើសពីហ្នឹងគេអត់មានដូរទេគេគ្រាន់តែជួសជុលទៅលើម៉ាស៊ីនតែប៉ុណ្ណោះអញ្ចឹងយើងត្រូវសួរនាំឲ្យច្បាស់លាស់ការធានាទៅលើអ្វីខ្លះនៅស្រុកខ្មែរយើងដើម្បីជួយរួមចំណែកមួយថាមិនទទេសោះទេបើយើងអត់បាននិយាយអញ្ចឹងគឺទទេសោះហើយគឺយើងខូចខាតអីវានាំឲ្យឆ្លោះប្រកែកគ្នាជាមួយអ្នកលក់អ្នកទិញហើយយើងត្រូវសួរច្បាស់លាស់លក្ខខណ្ឌយ៉ាងម៉េចនឹងដូរលក្ខខណ្ឌយ៉ាងម៉េចយើងនឹងជួសជុលឲ្យគឺសួរឲ្យបានច្បាស់លាស់វាជួយរួមចំណែកថាយើងមិនខាតលុយច្រើនពីព្រោះយើងមិនដឹងថាទូរស័ព្ទនឹងថ្មីមែនពីរោងចក្រប៉ុន្តែស្រាប់មកយកមកដល់ផ្ទះលុតឈឹបលុតអស់លីអញ្ចឹងបើយើងអត់និយាយគ្នាមុនជួនកាលគេមិនដូរឲ្យយើងឃើញទេវាពិបាកដូរឲ្យតែអាចប្រកែកគ្នាឆ្លោះគ្នាក៏មានអញ្ចឹងយើងត្រូវនិយាយមុនឲ្យហើយបើដល់ផ្ទះស្រាប់តែលុតម៉ាស៊ីនទាំងអស់ចុចមិនក៏បើកកើតអញ្ចឹងដោយសារពីរោងចក្រមកជួនកាលវាមានខ្ចោះកន្លែងណាមួយទូរស័ព្ទនឹងចំយើងរើសចំទូរស័ព្ទមិនល្អដែលអាចខ្ចោះតាណាមួយយើងមើលមិនឃើញណាយើងត្រូវមានបានធានាអូខេ You're welcome enjoy your new phone ចាំមិនអីទេសូមរីករាយជាមួយទូរស័ព្ទថ្មីរបស់លោករបស់អ្នកឥឡូវនេះយើងចប់នៅក្នុងការសន្ទនាអំពីការទិញដូរទូរស័ព្ទនៅកន្លែងហាងហ្នឹងហើយយើងសូមអានសារថ្មីខ្ញុំអាន customer ប្រិមិត្តអាន salesperson Hi I'm looking for a smartphone I need a phone with a good camera and long battery life Sounds good. How much is it? That's a bit expensive. Do you have any discounts?
That helps. What about the warranty? I think I'll take the phone without the extended warranty. Your total after the discount is $629.10. How would you like to pay? Please insert or tap your card. Payment approved. Here's your receipt and warranty details. Yes, you have 14 days for returns as long as the phone is unused and in its original packaging. You're welcome. Enjoy your new phone. ឥឡូវនេះប្រិមិត្តអាន customer ម្ដងសូមចាប់ផ្ដើម Sure. Are you looking for a specific brand or features? I recommend the XYZ Phone 12. It has a 64 megapixels camera and a 5000 mAh battery. It's $699, but we have a special installment plan if you'd like to pay monthly. Since you're a new customer, I can offer you a 10% discount. It comes with a 1-year manufacturer's warranty, but you can add an extended warranty for an extra $50. No problem. Let's proceed with the checkout. I'll use my credit card. Done. Thank you. If I have issues with the phone, can I return it? Got it. Thanks for your help. Okay, thanks everybody for paying attention in studying this lesson. See you in the next lesson. Have a good day. ខ្ញុំសូមណែនាំប្រិមិត្តអ្នកសិក្សាទាំងអស់គ្នាអំពីថ្នាក់សន្ទនាអង់គ្លេសតាម Telegram ដែលមុខវិជ្ជាអង់គ្លេសនេះជារឿងសំខាន់មួយចាំបាច់ចំពោះសិស្សានុសិស្សនិងប្រិមិត្តដែលត្រូវការប្រើប្រាស់ក្នុងមុខរបរហើយប្រិមិត្តដែលចង់សិក្សាសូមទំនាក់ទំនងមក Telegram 070 677 និង 531 ខ្ញុំមាន Telegram មួយនេះរីឯលេខ 097 ប្រិមិត្តអាចតាក់ទង call ផ្ទាល់ឬក៏ផ្ញើសារតាមលេខផ្ទាល់នៅក្នុងសារៈសំខាន់នៃភាសាអង់គ្លេសគឺមានតួនាទីសំខាន់នៅសប្តាហ៍ថ្ងៃនេះដែលចោលមិនបានការប្រស្រ័យតាក់ទងនឹងជនបរទេសផ្នែកជំនួញប្រិមិត្តត្រូវការលក់ដូរនៅទីផ្សារត្រូវការតាក់ទងនឹងជនបរទេសត្រូវការនិយាយទៅកាន់ជនបរទេសដើម្បីយល់គ្នានៅក្នុងការលក់ដូរជាមុខវិជ្ជាមួយក្នុងកម្មវិធីសិក្សានៅសាលារដ្ឋ
ទាំងវិទ្យាល័យនិងសាកលវិទ្យាល័យនៅវិទ្យាល័យក៏ប្រិមិត្តអាចបានបន្ទុកពីមុខវិជ្ជាអង់គ្លេសហ្នឹងជាទុកបន្ថែមហើយនៅសាកលវិទ្យាល័យគឺចាំបាច់តែម្ដងពីព្រោះឯកសារផ្សេងជាភាសាអង់គ្លេសអញ្ចឹងបើយើងចូលទៅសាកលវិទ្យាល័យដោយអត់ចេះភាសាអង់គ្លេសទេយើងពិបាកនឹងយល់នៅមុខវិជ្ជាដែលតាក់ទងនឹងភាសាអង់គ្លេសនិងអ្វីដែលយើងស្រាវជ្រាវទៅចំឯកសារភាសាអង់គ្លេសជាចំណេះភាសាមួយជាប់នឹងខ្លួនដែលការចាំបាច់នៅតាមក្រុមហ៊ុនឯកជននានាពេលប្រិមិត្តដាក់ពាក្យទៅតាមក្រុមហ៊ុនផ្សេងគេសួរថាចេះអង់គ្លេសទេចេះភាសាចិនទេអញ្ចឹងបើមិនអង់គ្លេសក៏ភាសាចិនដែរឬក៏ចេះទាំងពីរអញ្ចឹងចាំបាច់ណាសប្តាហ៍ថ្ងៃនេះតាមធនាគារក្រុមហ៊ុនអាកាសចរហើយពិសេសប្រិមិត្តដែលមានបំណងទៅរស់នៅប្រទេសគេទៅរស់នៅស្រុកក្រៅត្រូវការចេះភាសាអង់គ្លេសប្រើប្រាស់ចាំបាច់នៅក្នុងការស្រាវជ្រាវឯកសារផ្សេងក្នុងអ៊ីនធឺណិតអានសៀវភៅណែនាំប្រើប្រាស់ម៉ាស៊ីនថ្នាំពេទ្យសុទ្ធតែត្រូវការភាសាអង់គ្លេសអ្នកចេះភាសាអង់គ្លេសងាយស្រួលមើលព័ត៌មានអន្តរជាតិដូចជាប៉ុស្តិ៍ CNN ឬ Hollywood ជាភាសាអង់គ្លេសសុទ្ធដោយមិនចាំបាច់បកប្រែទេស្ដាប់ប៉ុស្តិ៍ BBC អញ្ចឹងយល់បានដោយភាសាខ្មែរអញ្ចឹងអត់មានរនាំងភាសាទៀតទេគឺពិភពលោកមិនមែនជាអាចកំបាំងសម្រាប់អ្នកចេះភាសាអង់គ្លេសទេងាយស្រួលចំពោះអត្ថប្រយោជន៍នៃក្រុម Telegram គឺហាត់សន្ទនាផ្ទាល់ជាមួយគ្រូគឺខ្ញុំបង្រៀនផ្ទាល់មិនមែនដាក់តែវីដេអូឲ្យរៀនអញ្ចឹងទៅហើយមិនដឹងគ្រូនៅណានោះទេគឺសន្ទនាផ្ទាល់ជាមួយគ្រូគាត់ថាតាម Telegram យើងសន្ទនាជាក្រុមដោយសារសំឡេងមិនបាច់ឃើញមុខគ្នាទេប៉ុន្តែខ្ញុំជួយកែជួយដាក់ clear ឲ្យធ្វើជួយកែសម្រួលនៅភាសាពាក្យពេចន៍និយាយហ្នឹងគ្រប់ពេលវេលាកែកិច្ចការផ្ទះប្រិមិត្តធ្វើលំហាត់នៅចុងមេរៀនហើយខ្ញុំជួយកែកិច្ចការផ្ទះជួយកែលំហាត់ដើម្បីបង្កើននូវចំណេះដឹងដល់ប្រិមិត្តទាំងអស់គ្នាហាត់និយាយជាមួយសិស្សផ្សេងទៀតក្នុងក្រុមអញ្ចឹងមានឱកាសហាត់និយាយជាមួយគ្រូក៏ដូចជាសិស្សផ្សេងទៀតនៅក្នុងក្រុមមានកម្រិតសិក្សាដូចថ្នាក់ផ្ទាល់ដែរខ្ញុំធានាថាមានកម្រិតសិក្សាដូចថ្នាក់ផ្ទាល់ដែរពីព្រោះខ្ញុំកែទាំងវេយ្យាករណ៍ទាំងភាសានិយាយអ្វីទាំងអស់ដែលទៅតាមកម្រិតសភៅដូចគ្នាធានាថាចេះនឹងយកទៅប្រើការបានមានប្រិមិត្តដែលបានរៀនជាមួយខ្ញុំបានចេះហើយយកទៅប្រើការបានរួចទៅហើយប្រិមិត្តដែលថារៀនមិនចេះរៀនមិនសូវយល់ប្រិមិត្តត្រូវការព្យាយាមហើយនឹងធ្វើតាមលក្ខខណ្ឌដែលគ្រូដាក់ឲ្យនោះធានាថាចេះនឹងយកទៅប្រើការបានដូច្នេះខ្ញុំណែនាំថ្នាក់សន្តានាបង់ថ្លៃនេះប្រិមិត្តគួរតែសិក្សាទៅគឺចំណេះដឹងមានតម្លៃសម្រាប់ផ្ទាល់ខ្លួនធម្មតាត្រូវការចំណាយខ្លះដើម្បីបានចំណេះមកវិញអញ្ចឹងតម្លៃ 40,000 រៀលក្នុងក្រុម Telegram ខ្ញុំគិតថាមិនថ្លៃទេប៉ុណ្ណឹងគឺតម្លៃទូទៅសពថ្ងៃគឺប៉ុណ្ណឹងហើយក៏ហាក់ដូចជាថាជួយឧបត្ថម្ភដល់គ្រូដើម្បីឲ្យមានកម្លាំងបង្ហាត់បន្តទៅមុខទៀតផងដែរប្រសិនបើប្រិមិត្តមានលទ្ធភាពប្រិមិត្តអាចបង់ឆ្នាំថែមជូន1ខែមានន័យថាទៅជា13ខែបើចែកទៅគឺ1ខែអត់ដល់ 40,000 រៀលទេអញ្ចឹងចំណេញខ្ញុំគិតថាបង់ឆ្នាំប្រិមិត្តគួរតែយកកញ្ចប់បង់ឆ្នាំនេះគឺចំណេញជាងសម្រាប់ប្រិមិត្តដែលមានលទ្ធភាពប្រិមិត្តដែលគ្រាន់តែមានលទ្ធភាពមិនចង់រៀនក្រុមទេមានអ្នកខ្លះយឺតអ្នកខ្លះចេះតិចអ្នកខ្លះចេះច្រើនញ៉ៃអញ្ចឹងចង់សួរឆ្លើយជាមួយគ្រូផ្ទាល់ឲ្យបានលឿនគឺមានលទ្ធភាព1ខែ 40,000 រៀលថ្នាក់ Zoom ឃើញវីដេអូផ្ទាល់ជាមួយគ្រូមួយទល់មួយសួរទៅសួរមកហើយហាត់និយាយជាមួយគ្រូផ្ទាល់ទៅមកគឺរៀនបានលឿនល្អហើយមានគុណភាពកញ្ចប់ Zoom នេះគឺពិសេសជាងគេបំផុតបាទដូច្នេះខ្ញុំសូមណែនាំប្រិមិត្តគួរតែសិក្សាកញ្ចប់ណាមួយដែលប្រិមិត្តគិតថាមានលទ្ធភាពពីព្រោះភាសាអង់គ្លេសនេះនឹងផ្ដល់អត្ថប្រយោជន៍មកវិញនៅថ្ងៃអនាគតប្រិមិត្តចំណាយទៅពេលនេះហាក់ដូចជាវិនិយោគទុនថ្ងៃក្រោយនឹងបាននៅចំណេះជំនាញមកវិញជាមិនខានវិនិយោគក្នុងភាសាហ្នឹងវាមិនអត់ប្រយោជន៍វាមិនចោលទៅនោះទេគាត់ថាចំណាយពេលវេលានិងការខិតខំអញ្ចឹងសូមអរគុណសូមទំនាក់ទំនងមក Telegram 070 677 និង 531លោកអ្នកអាចឆ្លើយចម្លើយលំហាត់នៅក្នុង comment ក្រោមវីដេអូ YouTube សម្រាប់សិស្ស free ឬឆ្លើយចម្លើយមកកាន់គ្រូផ្ទាល់តាម Telegram សម្រាប់សិស្សបង់ថ្លៃថ្នាក់សន្តានាបង់ថ្លៃអាចចុះឈ្មោះជារៀងរាល់ថ្ងៃតាម Telegram ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
សូមទំនាក់ទំនង Telegram 070 677 531 097 7 29 36 39 វិនិយោគលើការសិក្សាជាកំណប់ទ្របទៅអនាគត